នេះគឺជាដៃគូយើង Chintan Toys មិនថាជា anime figure anime accessory ឬក៏ t-shirt អីផ្សេងទេនៅ Chintan Toys គឺមានអវ៉ាន់ច្រើនមែនតើហើយខុសគ្នាពីកាលមុននៅ Chintan Toys ឥឡូវគឺនៅមានលក់ត្រេងទៀតហើយបើសិនជាចង់កម្មង់ online អ្នកទាំងអស់គ្នាអាចចូលទៅ Facebook page របស់ Chintan Toys បាន link សម្រាប់ទៅកាន់ Chintan Toys ខ្ញុំនឹងដាក់នៅខាងក្រោម descriptionសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទ Kogami អញ្ចឹងថ្ងៃនេះយើងមកបន្តរឿង Jujutsu Kaisen Manga Part ទី 7 អញ្ចឹងចំពោះអ្នកដែលមិនទាន់បានមើលវគ្គមុនអាចចុចនៅ link ខាងក្រោមខ្ញុំដាក់នៅ description បានហើយបើសិនជាអ្នកទាំងអស់គ្នាចង់មើលវីដេអូខ្ញុំពេញដែលមិនមានការខាត់អីញ៉ៃនិងវីដេអូដែលមិនមានផុសនៅលើ Facebook ឬ YouTube អាចចូលនៅ Telegram channel ខ្ញុំបានខ្ញុំនឹងដាក់ link នៅខាងក្រោមនេះតោះអញ្ចឹងយើងចាប់ផ្ដើមរំលឹកពីវគ្គមុន Itadori បានចរចាគ្នានឹង Hiromi បានសម្រេចហើយបាន add បន្ថែមនៅ rule ថ្មី player និង player អាច transfer point គ្នាទៅវិញទៅមករីឯនៅមុននេះបន្តិច Megumi បានដើរចូលអន្ទាក់ Remy មកជួបនឹងសត្រូវ Reggie ក៏ប៉ុន្តែ Megumi មិនទាន់បានប្រញាប់បញ្ចេញសកម្មភាពទេការពិតទៅបុរសម្នាក់នេះដែលមានឈ្មោះថា Reggie នេះបានមើលឃើញថា Megumi គឺជាបុគ្គលខ្លាំងម្នាក់ក៏បានហៅឲ្យ Megumi ចូលបាក់ពួកជាមួយគ្នាតែអ្វីដែលស្មានមិនដល់គឺ Reggie នៅស្គាល់ Kenjaku ថែមទៀតវាបានប្រាប់ពីគំនិតរបស់វាទៅលើ Calling Game នេះទៅ Megumi វាគិតថា Game មួយនេះគឺមិនដូចអ្វីដែលនិយាយពីសម្បកក្រៅឡើយគឺមិនមែនចង់ឲ្យ player នៅក្នុង game នេះលេងឲ្យបានកាន់តែយូរទេព្រោះនៅក្នុង colony មួយគឺមានសុទ្ធតែ player ខ្លាំងដូចនឹង Hiromi Higuruma និង Hajime Kashimo អ្នកខ្លាំងបែបនេះគឺអាចសម្លាប់និងយកឈ្នះ player ដទៃទៀតនៅក្នុង colony ស្ទើរតែទាំងអស់ទៅហើយអញ្ចឹងតែមួយផ្លែតទេនៅក្នុង game នេះនឹងនៅសល់តែអ្នកខ្លាំងពូកែតែប៉ុន្មានអ្នកតែប៉ុណ្ណោះដល់ពេលនោះ Kenjaku នឹងទម្លាក់គ្រាប់បែកធំមកហើយនេះទើបជាមុខមាត់ពិតប្រាកដរបស់ calling game នេះពិតជាដូចនឹងសម្ដីរបស់ Reggie ពិតមែននៅគ្រានោះ Kenjaku កំពុងឈរនៅមុខមនុស្សពាក់អាវធំមួយក្រុមអ្នកណាក៏មិនដឹងពីគោលបំណងរបស់ Kenjaku នេះចង់ធ្វើអ្វីដែរហើយក៏មិនដឹងថាគ្រាប់បែកធំនោះគឺជាអ្វីដូចគ្នានិយាយរួមទៅ Reggie នៅពេលនេះវាមានតែប្រមូលផ្ដុំអ្នកខ្លាំងសន្សំពិន្ទុសម្រាប់ត្រៀមខ្លួនបំរុងនៅគ្រាចុងក្រោយតែ Megumi មិនយល់ទេប្រមូលអ្នកខ្លាំងអ្វីព្រោះស្រីម្នាក់នៅខាងក្រោយខ្នងនេះដូចមិនខ្លាំងអ្វីផង Reggie ក៏ថានាងម្នាក់នេះគឺគ្រាន់តែជាអន្ទាក់តែប៉ុណ្ណោះអញ្ចឹងមានន័យថាប្រើប្រាស់រួចនឹងសម្លាប់នាងយកបន្ទុកហើយត្រូវទេនិយាយពាក្យត្រង់នេះ Reggie បដិសេធទាំងមុខងងឹតភ្លាមតែ Megumi មិនខ្វាយខ្វល់ច្រើនទេ Megumi មកនេះគឺមានគោលដៅច្បាស់លាស់មិនមែនមកចូលបាក់ពួកជាមួយអ្នកណាគេទេ Megumi ថាមួយសន្ទុះក្រោយនឹងមាន rule ថ្មីអនុញ្ញាតឲ្យ player transfer point គ្នាបានហើយបានប្រាប់ឲ្យវាប្រញាប់ប្រគល់ point វាចេញមកទាំងអស់មកតែ Reggie បានត្រៀមខ្លួនសម្រាប់ការចរចាបរាជ័យហើយគ្នាវាម្នាក់ទៀតបានលេចខ្លួនពីក្រោយខ្នងមកភ្លាមដៃមានក្រញាំមុតស្រួចបានចាក់សម្ដៅទៅខួរក្បាល Megumi តែមួយរំពេច Megumi បានបាត់ខ្លួនពីកន្លែងដើមហើយបានលេចចេញពីក្រោមស្រមោលមកវិញហើយចាប់វាលើកឡើងរីឯ Reggie វិញត្រូវបាន Divine Dog រារាំងជាប់មិនឲ្យជួយគ្នាវាទេបានត្រឹមតែបើកភ្នែកមើល Megumi ចាប់បោះគ្នាវាចុះពីលើអាគារទៅមិនត្រឹមតែប៉ុណ្ណោះទេ Megumi បានហៅចាប់ Noe ហោះចុះមកបុកវាសង្កត់ចុះទៅក្រោមដីទៀតកម្លាំងដ៏ខ្លាំងនឹងធ្លាក់ពីទីខ្ពស់នេះទោះបីជាវាខ្លាំងប៉ុណ្ណាក៏ដោយភ្លាមគឺមិនអាចងើបឡើងមកវិញទេតែងាកមកខាងនេះវិញ Divine Dog ត្រូវបាន Reggie ចាក់ឲ្យរបួសដួលនឹងដីបាត់ទៅហើយវាមិនបំរុងនឹងទុកជីវិតឲ្យ Megumi ទៀតទេនិយាយចោលភ្លាមគ្រាប់ភ្នែកមួយបានធ្លាក់ពីលើអាគារមកមិនទាន់ទាំងបានកម្រើកអ្វីផងគ្រាប់ភ្នែកនោះបានផ្ទុះនៅនឹងមុខ Megumi តែម្ដងគ្នារបស់វាម្នាក់ទៀតឈ្មោះ Hazenoki បានឈរនៅលើអាគារគប់គ្រាប់ភ្នែកនោះមក technique របស់វាគឺប្រើប្រាស់ផ្នែកនៃខ្លួនប្រាណមកធ្វើជាគ្រាប់បែកហើយអាចប្រើ reverse jujutsu មកព្យាបាលដោះនៅផ្នែកនោះមកវិញទៀតតែ Megumi បានដើរចេញពីការបំផ្ទុះនៅមុននេះមកមិនទាន់នឹងបានឈរនឹងផងកន្ទុយដ៏ស្រួចបានចាក់មក Megumi បានអោនចុះកិច្ចតាន់ហើយចាប់អូស្រីល្ងងម្នាក់នោះចុះមកស្រែកសួរនាងតើនាងយល់ព្រមឲ្យពួកវាធ្វើបែបនេះដាក់នាងតែមិនទាន់និយាយចប់ផង Hazenoki បានហក់ចុះពីលើអាគារមកវាគប់របស់អ្វីមួយយ៉ាងមកហើយនេះគឺជាសាំងបន្ទាប់មកវាបានដកធ្មេញវាធ្វើជាគ្រាប់បែកគប់ទៅ Megumi មួយរំពេចសម្លេងផ្ទុះដ៏ខ្លាំងបានលាន់ឡើងអាគារមួយជាន់នេះបានផ្ទុះស្ទើរតែខ្ទេចទៅទាំងអស់ក៏ប៉ុន្តែពួកវាបានមើលឃើញ Megumi បានរត់គេចចូលទៅក្នុងបន្ទប់មួយបាត់ទៅហើយរីឯ Megumi វិញនៅពេលនេះក៏ចាយកម្លាំងអស់មិនស្ទើរដែរពេលនេះនាងគួរយល់ហើយពួកវាមិនបានទុកនាងគឺជាគ្នាឯងទេ
មេហ្គូមីងើបខ្លួនឡើងទប់នឹងជញ្ជាំងតែមួយរំពេចនោះក៏ត្រូវបានរ៉េមីចាក់ពីក្រោយខ្នងមេហ្គូមីទើបនឹងសង្គ្រោះនាងពីការផ្ទុះនោះមកដល់ពេលនេះនាងបែរជានិយាយស្រែកឲ្យមេហ្គូមីការពារនាងស្រែកឲ្យមេហ្គូមីនិយាយថាការពារនាងនិងស្រឡាញ់នាងដូចនឹងរ៉េជីដែរមកដល់ពេលនេះទើបមេហ្គូមីយល់ការពិតមនុស្សដែលខ្លួនឯងខំពលីទៅសង្គ្រោះនេះគឺគ្រាន់តែជាស្រីល្ងងដែលនិយាយអ្វីក៏ស្ដាប់មិនចូលដែរពេលនោះគ្នាវាម្នាក់ទៀតដែលធ្លាក់ចុះពីលើអាគារមុននេះឈ្មោះថាឈីស៊ូរូបានឡើងមកដល់លើវិញហើយគ្មានរបួសអ្វីសោះនៅពេលនេះស្ថានភាពបានប្រែទៅជា1 ទល់នឹង 4តែភ្លាមនោះកូនតូចខូហ្គាណេរបស់គ្រប់គ្នាបានលេចខ្លួនចេញមកហើយបានធ្វើការប្រកាសថាមានមនុស្សបានបន្ថែមរូលថ្មី player និង player អាចធ្វើការដោះដូរ point គ្នាបានមេហ្គូមីឮបែបនេះក៏បញ្ចេញស្នាមញញឹមចេញមកមើលទៅនៅខាងអ៊ីថាដូរីធ្វើបានសម្រេចហើយដូច្នេះខ្លួនឯងនៅពេលនេះក៏ត្រូវតែប្រញាប់បញ្ចប់ការប្រយុទ្ធឲ្យលឿនដែរ Max Elephant មួយរំពេចដំរីដ៏ធំបានលេចចេញមកវាយជីស៊ូរូប៉ាងចេញទៅខាងក្រៅរីឯចាបនូអេបានចាប់មេហ្គូមីជាប់នៅលើអាកាសហើយហោះស្ទុះទៅដាក់មួយដៃចំកណ្ដាលមុខវាពេលធ្លាក់មកដល់ក្រោមវិញមេហ្គូមីមិនទប់ដៃទៀតទេមួយកំបិតសម្លាប់វាតែម្ដងទោះបីនៅពេលនេះគឺត្រូវការ point ពិតមែនតែមេហ្គូមីដឹងច្បាស់ថានៅពេលនេះគឺត្រូវតែអត់ធ្មត់ point របស់ពួកវានេះគឺមិនចាំបាច់ទេអ្វីដែលអាចធ្វើបាននៅពេលនេះគឺប្រឹងឲ្យអស់ពីសមត្ថភាពលុបបំបាត់ឧបសគ្គទាំងឡាយនៅមុខភ្នែកហើយជឿជាក់ទៅលើមិត្តភក្តិរបស់ខ្លួនសម្រាប់ម្នាក់នេះរួច Reggie និង Hazunoki បានចុះមកដល់នៅពេល Megumi ស្ទាក់ស្ទើរគួរឬមិនគួរប្រើ Domain Expansion ដែលមិនទាន់ពេញលេញរបស់ខ្លួននោះ Hazunoki ក៏បានផ្លុំធ្មេញមកភ្លាមតែភ្លាមនោះរឿងចម្លែកបានកើតឡើងតបជំនួយដល់ចម្លែក Fumihiko Takaba បានមកដល់ម្នាក់នេះគឺជាតួកំប្លែងនៅប៉ុន្មានភាគមុននោះនៅពេលនេះស្ថានភាពបានប្រែទៅជា2 ទល់នឹង 2 Megumi មិនយល់ពីស្ថានភាពនេះសោះ Takaba ក៏បានបកស្រាយឈុតនៅលើខ្លួននេះគឺ Takaba បានយកតាម idol superhero ដ៏កំប្លែងរបស់ខ្លួនហើយការសម្រេចចិត្តជួយ Megumi នេះគឺដោយសារឃើញមុខមាត់ Megumi ស្លូតត្រង់និងឃើញគេគ្នាច្រើនធ្វើបាបគ្នាតិចទោះបីជាម្នាក់នេះរៀងចម្លែកបន្តិចមែនតែពិចារណាដល់មុននេះគាត់បានជួយរងគ្រាប់បែកជំនួសខ្លួនឯងនោះ Megumi ក៏មានតែជឿលើម្នាក់នេះសិនតែស្មានមិនដល់គ្រាន់តែណែនាំខ្លួនចោលភ្លាម Takaba បានហក់ធាក់ទៅ Hazunoki ភ្លាមវា react មិនទាន់ផងក៏ត្រូវមួយជើងនេះប៉ាងចេញយ៉ាងឆ្ងាយ Reggie នៅម្ខាងឃើញថាមនុស្សចម្លែកនេះមាន curse energy ស្ទុះលឿនដល់ថ្នាក់នេះ Hazunoki ត្រូវទាត់មួយជើងដ៏ខ្លាំងប៉ាងចេញនេះតែមាន reverse jujutsu អញ្ចឹងហើយគឺគ្មានរបួសអ្វីទេបន្ទាប់មកនេះ Takaba នឹងទប់ទល់នឹង Hazunoki នេះ Megumi នឹងទប់ទល់នឹង Reggie ដែលមិនទាន់បានបង្ហាញ Jujutsu Technique កន្លងមកនេះការប្រយុទ្ធចាប់ផ្ដើមដំរីធំបានស្ទុះទៅ Reggie ហើយបានបាញ់កម្លាំងទឹកយ៉ាងខ្លាំងចេញទៅ Reggie តែវាបានដកថយកិច្ចផុតក៏ប៉ុន្តែទាំងអស់នេះគឺជាល្បិចរបស់ Megumi ទេ Megumi បានហក់ចុះពីលើមេឃមកត្រៀមនឹងកាប់ចុះមកតែ Reggie សកម្មភាពលឿនមុននឹង Megumi ចុះមកដល់វាបានបាញ់សំណាញ់មួយចេញមក Megumi មានតែបោះបង់ attack នោះកិច្ចមកមួយចំហៀងសិននៅលើខ្លួនវាបានលេចចេញនៅក្រដាសជាច្រើនហើយភ្លាមបានប្រែទៅជាកំបិតហោះទៅ Megumi តែ Megumi បានរងជាប់ឆ្លងកាត់ការដោះដូរដៃគ្នាលើកដំបូងនេះពួកគេបានយល់ពី Jujutsu Technique របស់គ្នាខ្លះៗហើយការពិតទៅ Jujutsu Technique របស់ Reggie គឺយកក្រដាស Receive នៅលើខ្លួនមកប្រែទៅជាការពិតហើយ Receive នៅក្នុងដៃមុននេះគឺជាឈុតស្ប៉ាពិសេសនៅអូតែផ្កាយ5អញ្ចឹងហើយនៅពេលនេះខ្លួនប្រាណរបស់វាគឺធូរស្បើយនិងមានអារម្មណ៍ស្រស់ស្រាយខ្លាំងណាស់រីឯ Megumi វិញមើលទៅគឺអស់កម្លាំងខ្លាំងតាំងពីចាប់ផ្ដើមមកដល់ពេលនេះ Megumi បានជប់ Shikigami មកបន្តរហូត Megumi ក៏មិនចង់វាយបន្តទៀតដែរ Mission បានសម្រេចហើយត្រូវដល់ពេលដកថយហើយនិយាយចប់ចាប់នូអេបានហោះមកនាំ Megumi ចាកចេញពីទីនេះតែពេលនោះ Reggie វាបានប្រែដ្រូនពីរគ្រឿងចេញមកដេញទៅពីក្រោយ Megumi បន្ទាប់មកវាបានបញ្ចេញម៉ូតូមួយគ្រឿងទៀតជិះមកតាមពីក្រោយដ្រូននោះបានថតជាប់ពីកន្លែងចោះចតរបស់ Megumi Receive នៅក្នុងដៃក៏បានឆេះរលាយទៅតើវាបំរុងនឹងជប់អ្វីចេញមកទៅរីឯពេលនោះនៅក្នុងតារាងបាល់បោះ Megumi ឃើញថាទីធ្លានេះមើលទៅគឺធំល្មមហើយតែភ្លាមនោះឡានធំពីរគ្រឿងបានទម្លុះចូលមកបុក Megumi តែម្ដង Megumi សកម្មភាពលឿនកិច្ចចុះទៅខាងក្រោមកិច្ចផុតពីគ្រោះថ្នាក់តែមួយរំពេចក្រោយនៅលើក្បាលក៏បានធ្លាក់នៅថោផ្កាពីចុះមកត្រូវក្បាល Megumi យ៉ាងខ្លាំងហើយ Reggie ក៏បានស្ទុះមកចិត្តបញ្ចេញ attack ដែរតែមួយផ្លែត Megumi ត្រូវបានកំបិតខ្វាយជាច្រើនកន្លែងបន្ទាប់មកនៅបានត្រូវមួយជើងពេញកណ្ដាលមុខទៀតនៅគ្រានេះ Megumi ជិតដល់កម្រិតចុងក្រោយហើយ Reggie មិនទាន់បានឌឺដងចប់ផង
ភ្លាមនោះតារាងបាល់ទាំងមូលបានប្រែទៅជាពណ៌ងងឹតស្លុបនេះគឺជា domain expansion របស់ Megumi Chimera Shadow Garden រេជីវាស្មានមិនដល់សោះថាក្មេងម្នាក់នេះអាចជា Jujutsu Shi ដល់កម្រិតខ្ពស់បែបនេះការចាញ់ឈ្នះនៃការប្រយុទ្ធមួយនេះទើបនឹងចាប់ផ្ដើមទេស្រមោលខ្មៅងងឹតបានគ្របដណ្ដប់រេជីតែវាក៏មិនបានចោះចាញ់ដកថយដែរ Esoteric Technique Hollow Wicker Basket នេះគឺជាក្បាច់ Simple Domain ដែលអាចបង្ក្រាបប្រសិទ្ធភាព Attack ត្រូវ 100% របស់ Domain តែស្មានមិនដល់ក្បាច់នេះទើបតែធ្លាក់ចេញមកភ្លាមវានៅតែត្រូវកង្កែបរបស់ Megumi ចាប់ជាប់ទៀតអ្វីដែលវាស្មានមិនដល់នោះគឺ Domain របស់ Megumi គឺមិនដូចនឹងអ្នកដទៃទេនេះគឺគ្រាន់តែជា Domain មិនពេញលេញមួយតែប៉ុណ្ណោះវាមិនមានភ្ជាប់នៅប្រសិទ្ធភាពវាយត្រូវ 100%ដូចនឹង Domain របស់ Jujutsu Shi ដទៃនោះទេវាគ្រាន់តែជួយ Megumi ប្រើប្រាស់ស្រមោលកាន់តែធំនិងកាន់តែខ្លាំងតែប៉ុណ្ណោះនេះក៏បានធ្វើឲ្យក្បាច់ Simple Domain របស់ Reggie គាំងភ្លាមមួយរំពេចនោះវាត្រូវបានកង្កែបចាប់ជើងជាប់ហើយបានត្រឹមឈរឲ្យគេវាយតែប៉ុណ្ណោះ Megumi នៅបានបង្កើត Shadow Clone មកវាយជាមួយថែមទៀតតែទោះបីជាត្រូវគេវាយទ្រោម Reggie វានៅតែវិភាគពី Domain របស់ Megumi មិនឈប់ភ្លាមនោះវាហាក់បីដូចជាបានដឹងពីចំណុចសំខាន់អ្វីមួយក្នុងដៃក៏បានបោះ Receive ជាច្រើនចេញមកមួយវិនាទីក្រោយឡានជាច្រើនគ្រឿងបានធ្លាក់ចុះមកចូលទៅក្នុងសមុទ្រស្រមោលរបស់ Megumi មួយរំពេចនោះខ្លួនរបស់ Megumi រងនៅទម្ងន់ដ៏ខ្លាំងសង្កត់ចុះនឹងដីពិតជាដូចវាស្មានពិតមែន Domain របស់ Megumi គឺអាចស្តុកអីវ៉ាន់បាននិងអាចចេញចូលបានដោយសេរីតែមានចំណុចមួយវាបានមើលឃើញមកដល់ពេលនេះវាឃើញ Megumi ប្រើប្រាស់តែ Curse Tool តែមួយគត់អញ្ចឹងបើសន្និដ្ឋានឲ្យងាយទៅអាចថាកន្លែងស្តុករបស់ Megumi គឺមានកំណត់របស់ដាក់ច្រើនទៅគឺមិនអាចមាន space ចេញចូលបានទៀតទេឬក៏អាចថាអីវ៉ាន់ដែលស្តុកចូលទៅក្នុងស្រមោលនោះទម្ងន់របស់អីវ៉ាន់នោះគឺ Megumi ជាអ្នកស្ពាយឡាន3គ្រឿងដែលមានទម្ងន់ 2.4 តោនបានធ្លាក់ចូលទៅក្នុងស្រមោលនោះបានបញ្ជាក់ពីការសន្និដ្ឋានរបស់វាហើយទម្ងន់នៃអីវ៉ាន់ទាំងអស់នោះគឺ Megumi ជាអ្នកស្ពាយហើយនៅពេលនេះឡាន3គ្រឿងនេះបានសង្កត់ Megumi ដល់ទប់មិនចង់ជាប់មែនអញ្ចឹងបន្ទាប់មកនេះគឺដាក់អីវ៉ាន់សង្កត់បន្ថែមទៀតទម្ងន់នៃអីវ៉ាន់ទាំងអស់នោះនឹងសង្កត់ Megumi រហូតដល់ស្លាប់តែអ្វីដែលស្មានមិនដល់នោះ Megumi បែរជាសោចទៅវិញឯងបានសន្និដ្ឋានរំលងអ្វីមួយយ៉ាងហើយ Domain ដែលមិនពេញលេញក៏នៅតែជា Domain មួយដែរនៅខាងលើនេះក៏ជាស្រមោលរបស់យើងដូចគ្នានិយាយចោលភ្លាមលើក្បាលរបស់ Reggie បានធ្លាក់នៅដំរីធំចុះមកសង្កត់វាខ្ទប់នឹងដីនៅពេលនេះអ្នកទាំងពីរបានស្ពាយទម្ងន់ដ៏ធ្ងន់ដូចគ្នាពេលនេះគឺមើលថាអ្នកណានឹងត្រូវសង្កត់ស្លាប់មុនហើយ Reggie ក៏បានឃើញថាឆ្អឹងជើងរបស់វាចាប់ផ្ដើមប្រេះអញ្ចឹងត្រូវតែរកមធ្យោបាយភ្លាមនោះវាក៏នឹកឃើញថាសមុទ្រស្រមោលរបស់ Megumi គឺអាចចេញចូលទៅក្នុងបានប្រហែលជាអាចប្រើវិធីនេះមករំដោះខ្លួនឯងសិនភ្លាមនោះវាក៏បានបាត់ខ្លួនពីកន្លែងដើមហើយទម្លាក់ខ្លួនចុះទៅក្នុងស្រមោលនោះតែចូលទៅក្នុងសមុទ្រស្រមោលនោះវាស្ដាយក្រោយហើយព្រោះនៅក្នុងនោះมันមានអុកស៊ីសែនហើយมันអាចហែលបានដូចជាក្នុងទឹកធម្មតាទេវាមានតែធ្លាក់ចុះទៅក្រោមរហូតតែប៉ុណ្ណោះ Megumi ក៏ភ្ញាក់ផ្អើលដែរដែលឃើញវាហក់ចុះទៅក្នុងស្រមោលនោះតែមិនទាន់នឹងបានប្រកាសថាសត្រូវស្លាប់រស់ផងមួយវិនាទីក្រោយឡានដែលបានធ្លាក់ចូលទៅក្នុងស្រមោលនៅមុននេះបានលេចចេញមកហើយរុញ Reggie ដែលលង់នៅក្នុងស្រមោលនោះចេញមកខាងក្រៅវិញការពិតទៅវាអាចគ្រប់គ្រងរបស់ដែលវាជប់ចេញមកនោះបានដកឡានមួយចេញពីស្មារបស់ Megumi ក៏បានធូរសម្ពាធខ្លះដែរតែសត្រូវវិញក៏បានរំដោះខ្លួនចេញពីគ្រោះថ្នាក់ដូចគ្នាបន្ទាប់មកនេះវាគឺដល់ពេលប្រើក្បាច់ចុងបញ្ចប់ហើយ Receive នៅក្នុងដៃបានឆេះរលាយទៅមួយរំពេចក្រោយផ្ទះមួយខ្នងបានធ្លាក់ពីលើមេឃចុះមកនេះគឺបំរុងនឹងសង្កត់ Megumi ជាកំទេចតែម្ដងនៅពេល Reggie គិតថាជ័យជំនះស្ថិតនៅក្នុងដៃវានោះភ្លាមនោះមិនដឹងថាមានរឿងអ្វីកើតឡើងវាក៏បានធ្លាក់ចូលទៅក្នុងទឹកបាត់ហើយលើកនេះគឺពិតជាទឹកបាត់ប្រកបមែនហើយ Megumi បានរត់កវាពីក្រោយខ្នងជាប់ Megumi ដែលមានទម្ងន់ប៉ុន្មានតោននៅលើស្មានេះបានរត់កវាធ្វើឲ្យវាមិនអាចកម្រើកបានតតែសោះនៅពេលវាចិត្តបាត់បង់ស្មារតីនោះអស់មធ្យោបាយហើយវាមានតែលុបបំបាត់ឡានពីរគ្រឿងនៅក្នុងស្រមោលរបស់ Megumi នោះចោលនេះទើបវាអាចគេចផុតពីក្នុងទឹកបានសម្រេចហើយពេលបើកភ្នែកដឹងខ្លួនមកវិញវាបានធ្លាក់ចូលមកជាន់ក្រោមដែលមានអាងទឹកបាត់ទៅហើយការពិតទៅនៅមុននេះមុនពេលផ្ទះមួយខ្នងនោះបានធ្លាក់ចូលស្រមោលនោះ Megumi ក៏បានពួនចូលទៅក្នុងស្រមោលបន្ទាប់មកបានរំដោះ Domain នោះផ្ទះដ៏ធំនោះក៏បានធ្លាក់ចូលមកលើឥដ្ឋហើយទម្លុះចូលទៅដល់អាងទឹកនៅជាន់ក្រោមនៅពេលនេះអ្នកទាំងពីរអស់កម្លាំងរៀងៗខ្លួនហើយ Reggie ដែលងើបចេញពីអាងទឹកមក Receive សើមអស់មិនអាចប្រើប្រាស់បានរីឯ Megumi វិញដែលទើបនឹងបើក Domain អស់កម្លាំងស្ទើរទប់មិនជាប់ទៅហើយនៅក្នុងចិត្តពួកគេនៅពេលនេះដឹងច្បាស់ថាការចាញ់ឈ្នះគឺស្ថិតនៅលើការវាយដៃហើយចាប់ផ្ដើមភ្លាម Megumi ឃើញថាខ្លួនរបស់ Reggie គឺរហ័សណាស់ហើយក្បាច់គុណក៏មិនមែនធម្មតាដែរអាចទ្រទ្រង់នៅទម្ងន់របស់
ដំរីធំបានកម្លាំងគឺមិនមែនខ្សោយទេនៅពេល Reggie ឃើញឱកាសបើកចំហត្រៀមនឹងកាត់តវាយទៅ Megumi នោះ surprise attack មួយនេះគឺចេញមកពី Divine Dog ដែលត្រូវបាន Reggie ចាក់ឲ្យរបួសនៅលើអាគារនោះ Megumi មិនបានជប់ចេញមកទៀតទេដើម្បីឲ្យវាគិតថា Divine Dog ដែលរងរបួសមិនអាចប្រើប្រាស់បានទៀតឡើយតែការពិតទៅសន្លឹកបៀ Divine Dog មួយនេះទើបជា attack សម្រាប់ចុងក្រោយរបស់ Megumi ការប្រយុទ្ធបានមកដល់ទីបញ្ចប់ចុងក្រោយ Megumi ទទួលបានជ័យជំនះអញ្ចឹងតើសាច់រឿងបន្តនឹងមានអ្វីកើតឡើងទៀតទៅឧបសគ្គនៅខាង Megumi នេះទុកថាបានសម្រេចពាក់កណ្ដាលហើយរីឯខាង Itadori ក៏បានដោះស្រាយ Higuruma Hiromi ដោយរលូនដូចគ្នាអញ្ចឹងនៅធីមម្ខាងទៀតដែលមាន Hakari និង Panda តើស្ថានភាពនឹងប្រែទៅជាបែបណាយើងរងចាំមើលនៅវគ្គបន្តទៀតអញ្ចឹងវីដេអូមួយនេះបានមកដល់ទីបញ្ចប់ធំនេះហើយបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយ like ហើយនិង subscribe ផងហើយកុំភ្លេចជួយដាក់កណ្ដឹង notification នៅ YouTube Channel និង Cipher នៅ Facebook Page ហើយបើសិនជាអ្នកទាំងអស់គ្នាចង់មើលវីដេអូខ្ញុំពេញដែលមិនមានការខាត់ញ៉ៃនិងវីដេអូដែលមិនមានផលនៅលើ YouTube និង Facebook អ្នកទាំងអស់គ្នាចូលនៅ Telegram Channel ខ្ញុំបានខ្ញុំនឹងដាក់ link នៅខាងក្រោមនេះអរគុណខ្លាំងមែនតើអញ្ចឹងចាំជួបគ្នានៅវគ្គបន្តទៀតបាយបាយ